បាទជំរាបសួរបងប្អូនពុកម៉ែទាំងអស់គ្នាបាទថ្ងៃនេះនាំបងប្អូនអរគ្នាមកកាន់ទឹកដីខាងភូមិកញូងបាទស្រុកស្វាយទៀបបាទខេត្តស្វាយរៀងហើយថ្ងៃនេះបាទយើងបានបញ្ចប់សពគ្រប់បាទផ្ទះកពើហាបាទម៉ូតຂະຫນាតពេញសាច់របស់យើងຂະຫນាត4បាទគុណជាមួយនឹង12បាទមួយទៀតដែរបងប្អូនបាទថ្ងៃនេះយើងមកប្រកួតសៅបាទជូនម្ចាស់ផ្ទះនេះជាម៉ូតគំរូបងប្អូនណាបាទຂະຫນាត4 12ហើយនេះជារូបផ្ទះជាក់ស្ដែងបាទអញ្ចឹងបងប្អូនអាចមើលទៅបាទគឺដូចគ្នាតែម្ដងបាទដោយសារអីដោយសារតែមុននឹងធ្វើបាទគឺយើងចេញប្លង់បាទជូនម្ចាស់ផ្ទះត្រឹមត្រូវបាទយើងឲ្យម្ចាស់គាត់រើសពណ៌ដែលគាត់ស្រឡាញ់ហើយយើងចាក់នៅលើគំរូផ្ទះរបស់យើងបាទអញ្ចឹងយើង design គាត់អូខេអស់ហើយបានយើងបំបែកប្លង់ហ្នឹងទៅជាប្លង់ស្ថាបត្យកម្មបាទសម្រាប់ជាងសាងសង់បាទអញ្ចឹងកាលណាយើងមានប្លង់ត្រឹមត្រូវបាទយើងឆ្លងពណ៌ជាមួយម្ចាស់ត្រឹមត្រូវដល់បាទដល់ពេលដែលធ្វើហើយគឺដូចនៅក្នុងរូប 3D តែម្ដងបាទដូចបងប្អូនចាក់ស្ដែងឃើញណាបាទអញ្ចឹងជាថ្មីម្ដងទៀតសម្រាប់ផ្ទះនេះគឺទំហំຂະຫນាតបាទ4ម៉ែត្រគុណជាមួយ12បាទមាន2បន្ទប់គេងបាទកន្លែងទទួលភ្ញៀវផ្ទះបាយនិងបន្ទប់ទឹកមួយហើយតម្លៃមកការផ្ដាច់បាទទាំងសម្ភារៈនិងកម្លាំងពលកម្មបាទតម្លៃ$13,500បាទសម្រាប់ຂະຫນាត4 12បាទអញ្ចឹងបងប្អូនអាចមើលចាក់ស្ដែងបានបាទហើយសម្រាប់ម៉ូតនេះម្ចាស់គាត់ដំបូងមកគាត់ design ខ្លួនឯងដែរបាទដោយសារម្ចាស់គាត់ចេះគូដែរបងប្អូនបាទហើយយើងយកហ្វាល់បាទដែលគាត់ផ្ញើមកបាទយើងមកឆ្នៃបាទយើងមកបំបែកបាទទៅយ៉ាងម៉េចឲ្យត្រូវជាមួយនឹងសម្ភារៈសំណង់បាទអញ្ចឹងចេញរូបរាងបែបនេះឯងបាទដែលគាត់ស្រឡាញ់ហើយសម្រាប់ថ្មភ្នំខាងលើប្អួចមុខហ្នឹងបាទគាត់ថែមយើងតិចតួចទៀតបងប្អូនបាទនៅក្នុងតម្លៃនេះគឺយើងអាចដាក់ជូនបាទជាប្រភេទក្រូប្រភេទស្ងួតបាទប៉ុន្តែគាត់ថែមយកថ្មធម្មជាតិបាទថ្មភ្នំចេះមួយយ៉ាងដែរបងប្អូនបាទស្អាតដែរអញ្ចឹងបងប្អូនអាចមើលជាក់ស្ដែងបាទផ្ទះនេះស្អាតបងប្អូនបាទស្អាតសមរម្យក្នុងការរស់នៅបាទទំហំល្មមបាទຂະຫນាត4 12បាទសម្រាប់បងប្អូនដែលមានថវិកាសមល្មមបាទចង់បានផ្ទះសោះស្អាតរស់នៅគេបងប្អូនអាចមើលមកនេះបាទបាទយើងធ្វើຂະຫນាតពេញសាច់ចេះចំណេញក្នុងការប្រើប្រាស់បងប្អូនណាបាទយើងតសម្រាប់មកបាទយើងអាចដាក់ទ្វារធំបានខាងមុខនឹងបើសិនជាករណីបងប្អូនបាទជាអាជីវករអ្នកលក់ដូរអីបងប្អូនអាចដាក់ទ្វារធំបានបាទអញ្ចឹងយើងអាចបើករស់ស៊ីបានយើងស្តុកអីវ៉ាន់បានមកផ្លេបាទឥឡូវនាំបងប្អូនមកទៅមើលផ្នែកខាងក្នុងបន្តិចបាទយើងមើលផ្នែកខាងក្រៅហើយបាទចូលទៅមើលខាងក្នុងទាំងអស់គ្នាអញ្ចឹងម៉ូតបងប្អូនអាចមើលបានបាទសមរម្យក្នុងការរស់នៅបាទតម្លៃនេះហើយទ្វារសុវត្ថិភាពអីស្អាតបងប្អូនបាទស្អាតមែនតើហើយក្រូចដើគឺយើងដាក់ប្រភេទក្រូចដើចំបាទយើងលេងបំពូលដេកូ3គ្រាប់ទៀតបាទពេលយប់ភ្លឺស្អាតតែម្ដងបាទសម្រាប់សំណង់ដែលខាងយើងធ្វើបាទយើងមានការថែមជូនដូចជាការចាក់សាបជុំវិញផ្ទះបាទដីចាក់ពេញបាតផ្ទះបាទស្តុកបកនអីគឺយើងថែមជូនបាទឥឡូវយើងចូលទៅមើលខាងក្នុងទាំងអស់គ្នាហើយប្រភេទក្រូចដើបាទគាត់យកខ្មៅ highlight ពណ៌ក្រហមចេះស្អាតបាទហើយយើងដាក់ប្រភេទក្រូចដើចំតែម្ដងបងប្អូនណាបាទការពារល្អិលហើយយើងចូលមកនេះជាបន្ទប់បាទកន្លែងទទួលភ្ញៀវបងប្អូនបាទយើងហៅបន្ទប់ទទួលភ្ញៀវក៏បានបាទហើយកន្លែងទទួលភ្ញៀវក៏បានដែរអញ្ចឹងទលីល្អបងប្អូនបាទទលីល្អដោយសារយើងយកពេញសាច់ណាហើយពីដានយើងលេងពីដានម៉ូត2ផុងឲ្យបាទពូលកដាលធំហើយការ៉ូម្ចាស់ផ្ទះគាត់ស្រឡាញ់ប្រភេទនេះឯងបាទការ៉ូស្រាយតិចតិចបាទពណ៌សចេះស្អាតហើយសម្រាប់ការ៉ូ highlight មកទឹក2ជើងជាងបងប្អូនចង់យកដូចការ៉ូបាតក៏បានបាទយកពណ៌ខ្មៅក៏បានទៅតាមបងប្អូនស្រឡាញ់បាទពីដានយើងលេងពីដានម៉ូតឲ្យពូល LED ញាក់បាទបងប្អូនអាចដូរពណ៌បានទៅតាមបងប្អូនស្រឡាញ់ហើយផ្ទះនេះចាក់ស្ដែងហើយបន្តែយើងនៅការងារម្ចាស់ផ្ទះអាចសម្អាតមកតង់ទៀតទៅបាទដាក់សាប៊ូដាក់អីទៅគឺភ្លឹងហើយបាទហើយនៅវាំងននបាទម្ចាស់ផ្ទះគាត់អត់ទាន់ដាក់ទេបាទអញ្ចឹងបងប្អូនអាចមើលបានកន្លែងទទួលភ្ញៀវបាទធំទូលាយមែនទេបងប្អូនអាចដាក់សាឡុងដាក់អីបានបាទយើងចាប់ទូទស្សន៍បាទនៅជាងបានមកស្អាតហើយយើងចេញដុយចេញអីមកផ្លេបាទហើយផ្លែដើរយើងយក1.2 ម៉ែត្របាទ2គីឡូយើងអាចដើរជិះគ្នាបានបងប្អូនឃើញនៅក្នុងនឹងអីបាទសម្រាប់ពូអួចយើងចេញឲ្យច្រើនបាទសម្រាប់យកពលឺចេញចូលហើយចម្រឹងពូអួចអីហ្នឹងបងប្អូនអាចរើសពណ៌បានទៅតាមបងប្អូនស្រឡាញ់បាទនេះជាបន្ទប់ទី1បាទបន្ទប់មេវូសាក៏បានដែរហើយយើងចូលមកយើងមានព្រីកុងតាក់បាទសម្រាប់បិទបើកបាទអំពូលហើយសម្រាប់ពីដានបាទជាពិសេសបាទពិសេសមែនទែនដោយសារម្ចាស់ផ្ទះគាត់យកតែលាតហើយក៏ដាក់អំពូលតែ2គ្រាប់ទេបងប្អូនបាទដោយសារនេះជាហុងស៊ុយរបស់គាត់បងប្អូនបាទអញ្ចឹងយើងធ្វើទៅតាមនឹងបាទប៉ុន្តែនៅក្នុងស្តង់ដាររបស់យើងបាទយើងលេងពីដានម៉ូត2ជាន់បាទអំពូលផ្ដេកកែប4គ្រាប់អំពូលធំកដាលមាន LED បាទប៉ុន្តែជាក់ស្ដែងម្ចាស់គាត់យកតែ2គ្រាប់ទេបាទហើយពីដានលាតអញ្ចឹងយើងធ្វើទៅតាមនឹងបាទទៅតាមអ្វីដែលម្ចាស់ចង់បានបាទហុងស៊ុយរបស់គាត់ណាបាទឥឡូវយើងដើរទៅផ្នែកបន្ទប់ទី2ទៀត
បាទនេះបន្ទប់ទី2បាទបន្ទប់ទី2ទំហំប៉ុនបន្ទប់ទី1ដែរបាទហើយសម្រាប់ពីដើមដូចគ្នាបាទគាត់យកដូចគ្នាបងប្អូនណាបាទគាត់យកតែអំពូល2គ្រាប់ទេបាទហើយនេះជាផ្នែកផ្ទះបាយបាទផ្ទះបាយគាត់យកធ្លាក់ទៅក្រោមបាទធ្លាក់ទៅក្រោមបន្តិចបងប្អូនណាបាទដើម្បីគាត់ជាហុងស៊ុយរបស់គាត់យកទៅផ្ទះនេះគឺគាត់មានຂະຫນាតហុងស៊ុយរបស់គាត់បាទនេះជាកន្លែងផ្ទះបាយបាទរៀងជាអក្សរ L ហើយយើងបិទក្រូការពារខ្លាញ់បាទហើយយើងមានព្រីបាទសម្រាប់ដោតឆ្នាំងបាយបាទអគិសនីផ្សេងហើយបន្ទប់ទឹកបាទគាត់តម្លាក់មួយទៀតបាទតម្លាក់មកឥតទៀតបាទខ្ញុំទៅផ្ទះនេះគឺ3កន្លែងបាទគាត់ធ្វើទៅតាមហុងស៊ុយរបស់គាត់អញ្ចឹងគឺយើងកែច្នៃបាទទៅតាមនឹងបាទទៅតាមម្ចាស់ផ្ទះចង់បានបាទហើយបន្ទប់ទឹកយើងដាក់សម្ភារៈឲ្យមួយឈុតបាទមានបង្គន់បាទមានមួយទឹកកាឈូបាទស្នូកអាវអីមកផ្លេបាទមានកញ្ចក់បាទຂະຫນាតធំហើយនៅខាងលើយើងដាក់បាទពូលមួយគ្រាប់ហើយនឹងសម្រាប់បឺតក្លិននៅក្នុងបន្ទប់ទឹកបាទអញ្ចឹងយើងដាក់សម្ភារៈល្អជូនមួយឈុតបាទប៉ុន្តែកន្លែងខ្លះម្ចាស់គាត់អត់យកបាទយើងសេរីទៅតាមនឹងបាទដោយសារជាហុងស៊ុយរបស់គាត់បាទចឹងផ្ទះនេះគាត់ធ្វើទៅតាមក្បួនតាមຂະຫນាតហុងស៊ុយរបស់គាត់បងប្អូនអាចមើលឃើញទៅបាទការ៉ូស្មាមកគឺធ្លាក់កន្លែងផ្ទះបាយបន្ទាប់មកបន្ទប់ទឹកធ្លាក់មកតង់ទៀតបាទអញ្ចឹងយើងធ្វើម៉េចយើងតម្រូវម្ចាស់ផ្ទះបងប្អូនណាបាទយើង design យើងច្នៃទៅតាមនឹងអានេះគឺកុងតាក់បាទសម្រាប់បិទបើកបាទបន្ទប់ទឹកបាទមានពូលបាទមានម៉ាស៊ីនបឺតក្លិនអីយើងផ្ដាច់ត្រឹមត្រូវកន្លែងនេះកុងតាក់បិទបើកកន្លែងផ្ទះបាយបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នេះទេបងប្អូនបាទដើម្បីបង្ហាញការងារយើងបញ្ចប់មួយទៀតហើយបាទហើយបើសិនជាបងប្អូនមកមានបំណងចង់សាងសង់អីបងប្អូនអាចទំនាក់ទំនងមកបានបងប្អូនណាបាទទទួលមកការសាងសង់មក25ខេត្តក្រុងបាទសូមអរគុណបាទសូមជម្រាបលា